សូមជម្រាបសួរបងប្អូនទាំងអស់គ្នាតើលោកអ្នកបងប្អូនសុខសប្បាយទេស្វាគមន៍មកកាន់មេរៀនទី2ទាក់ទងទៅនឹងថ្ងៃនេះយើងសិក្សាអំពីព្រះសិក្សាអំពីភាពជាព្រះតើព្រះរបស់គ្រិស្តសាសនិកឬក៏គ្រីស្ទាននេះមានសភាពបែបណាដែលពួកគេកំពុងតែថ្វាយបង្គំប្រធានបទឬក៏ចំណងជើងរបស់យើងគឺធម្មជាតិរបស់ព្រះជាក់ស្ដែងយើងជឿទៅលើព្រះតែមួយប៉ុន្តែភាពតែមួយរបស់ព្រះអង្គគឺខុសប្លែកពីអ្វីដែលយើងយល់ឃើញក្នុងចំណេះដឹងរបស់មនុស្សបើយើងយកមកយល់ក្នុងភាពជាព្រះអាចជាខុសប្លែកដូច្នេះបានជាយើងត្រូវសិក្សាអំពីភាពជាព្រះដែលភាពជាព្រះនេះយើងជឿទៅលើភាសាអង់គ្លេសគេហៅថា Trinity ឬក៏ភាសាខ្មែរយើងបកប្រែថាព្រះត្រៃឯកបានន័យថាព្រះតែមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់នឹងបានន័យថាមុនកំណើតព្រះយេស៊ូវយើងឃើញវត្តមានរបស់ព្រះដែលហៅថាព្រះដោយជាព្រះវរបិតាឬក៏យើងហៅថាព្រះយេហូវ៉ារីឯនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺជាសម័យកាលដែលព្រះយេស៊ូវទ្រង់ប្រសូតព្រះទ្រង់ចាប់កំណើតជាមនុស្សសម័យនោះយើងហៅថាសម័យព្រះជបុត្រាឬក៏សម័យព្រះយេស៊ូវហើយនៅពេលដែលព្រះយេស៊ូវទ្រង់ឡើងទៅឋានសួគ៌បន្ទាប់ពីព្រះអង្គសុគត3ថ្ងៃទ្រង់រស់ឡើងវិញហើយ40ថ្ងៃព្រះអង្គចំណាយពេលជាមួយពួកសាវកក្រោយមកព្រះអង្គក៏ទៅឋានសួគ៌វិញហើយព្រះអង្គបានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធដែលជាអង្គជំនួយសម័យកាលហ្នឹងគេហៅថាសម័យព្រះវិញ្ញាណបរិសុទ្ធដល់បច្ចុប្បន្ននេះគឺយើងហៅថាសម័យព្រះវិញ្ញាណបរិសុទ្ធដូច្នេះបងប្អូនយល់ពី concept ឬក៏យល់អំពីបរិបទដែលយើងជឿនេះគឺបែបនេះទោះបីជាស្ដាប់ទៅហាក់ដូចជា3អង្គផ្សេងគ្នាប៉ុន្តែព្រះអង្គគឺតែមួយទេព្រះអង្គគឺជាព្រះតែមួយទេហើយភាពតែមួយរបស់ព្រះអង្គនេះយើងឃើញនៅក្នុងព្រះគម្ពីរលោកុបាទជំពូក1ខ26ដោយខ្ញុំតែងប្រាប់បងប្អូនអញ្ចឹងនៅក្នុងមេរៀនទាំងអស់គឺយើងប្រើខគម្ពីរជាអ្នកឆ្លើយទៅនឹងសំណួរដែលយើងមាននៅក្នុងព្រះគម្ពីរលោកុបាទជំពូក1ខ26បានសម្ដែងថាទ្រង់ក៏មានព្រះបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងដូច្នេះយើងឃើញភាពនៃការបង្កបង្កើតរបស់ព្រះអង្គនឹងគឺព្រះបានប្រើពាក្យថាចូលយើងនៅពេលដែលយើងប្រើពាក្យថាចូលយើងបានន័យថាមិនមែនតែម្នាក់ឯងទេតែគឺជាពហុវចនៈបានន័យថាមិនមែនជាព្រះតែមួយអង្គទេប៉ុន្តែព្រះតែមួយនោះមានសន្តានផ្សេងគ្នាចូលរួមគ្នាដែលមានដូចជាព្រះវរបិតាព្រះរាជបុត្រាហើយនិងព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គឧទាហរណ៍ដូចជានៅក្នុងព្រះគម្ពីរលោកុបាទជំពូក1ខ1ខ2យើងអានទៅឃើញថាកាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃផែនដីហើយតមកទៀតឃើញថាព្រះវិញ្ញាណរបស់ព្រះក៏បានរេរានៅលើផ្ទៃទឹកហើយទ្រង់មានព្រះបន្ទូលថាចូលឲ្យមានពន្លឺឡើងនោះពន្លឺក៏មានឡើងអានេះឧទាហរណ៍ជាងបានន័យថាយើងឃើញមានវត្តមានរបស់ព្រះហើយយើងឃើញមានព្រះបន្ទូលរបស់ព្រះអង្គហើយយើងឃើញមានព្រះវិញ្ញាណរបស់ព្រះដែលរេរានៅលើផ្ទៃទឹកដូច្នេះភាពជាព្រះដែលគ្រិស្តសាសនិកបានជឿនឹងគឺមានសភាពបែបនេះឯងត្រឡប់មកខាងដើមបន្តិចដោយខ្ញុំបានជម្រាបបងប្អូនចឹងប្រសិនបើយើងយកចំណេះដឹងរបស់មនុស្សយកមកវិនិច្ឆ័យទាក់ទងទៅនឹងធម្មជាតិរបស់ព្រះនោះការយល់ឃើញនឹងផ្សេងប៉ុន្តែបើយើងប្រើព្រះគម្ពីរដើម្បីយល់អំពីភាពជាព្រះនោះយើងនឹងយល់អំពីធម្មជាតិរបស់ព្រះតើគ្រីស្ទានជឿលើព្រះតែមួយអង្គឬក៏ព្រះច្រើនអង្គឥឡូវនេះយើងមើលនៅក្នុងព្រះគម្ពីរចោទយកថាជំពូក6ខ4បានសម្ដែងថាចូលស្ដាប់ចុះអោអ៊ីស្រាអែលអើយព្រះយេហូវ៉ាជាព្រះនៃយើងគឺព្រះយេហូវ៉ាតែមួយអង្គទ្រង់ដោយសារតែព្រះទ្រង់បានជ្រើសរើសជនជាតិអ៊ីស្រាអែលធ្វើជាពន្លឺទៅដល់លោកីដូច្នេះបានជាខគម្ពីរនេះនិយាយទៅកាន់អ៊ីស្រាអែលផ្ទាល់ប៉ុន្តែយើងក៏អាចរៀនអំពីអ្វីដែលព្រះបានមានព្រះបន្ទូលនៅត្រង់នេះដូចគ្នាព្រះគម្ពីរបានសម្ដែងថាចូលស្ដាប់អោពួកអ៊ីស្រាអែលអើយព្រះយេហូវ៉ានឹងឯងគឺជាព្រះនៅក្នុងសញ្ញាចាស់ដែលយើងឃើញវត្តមានរបស់ព្រះអង្គជាមួយនឹងពួកជនជាតិអ៊ីស្រាអែលព្រះយេហូវ៉ាដ៏ជាព្រះនៃយើងគឺព្រះយេហូវ៉ាតែមួយអង្គទ្រង់ប៉ុណ្ណោះដូច្នេះគ្រីស្ទានជឿទៅលើព្រះតែមួយអង្គប៉ុណ្ណោះប៉ុន្តែសន្តានរបស់ព្រះអង្គគឺផ្សេងគ្នាដែលយើងជឿថាព្រះវរបិតាក៏ជាព្រះព្រះយេស៊ូវក៏ជាព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះទោះបីជាមើលទៅហាក់ដូចជា3អង្គផ្សេងគ្នាប៉ុន្តែព្រះអង្គគឺតែមួយទេព្រះអង្គគឺព្រះដូចគ្នាដោយខ្ញុំជម្រាបបងប្អូនចឹងពិបាកយល់បន្តិចបើសិនជាយើងយកចំណេះដឹងរបស់មនុស្សក្នុងលោកីយ៍នេះយកមកដើម្បីយល់ពីធម្មជាតិរបស់ព្រះ
គឺពិបាកយល់បន្តិចនៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ28ខ19យើងឃើញវត្តមានរបស់ព្រះ3អង្គប៉ុន្តែព្រះអង្គតែមួយទេព្រះគម្ពីរបានសម្ដែងថាដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបន់ជាមួយទឹកឲ្យដែលនៅនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធយើងឃើញទេយើងឃើញវត្តមានរបស់ព្រះយេស៊ូវដែលព្រះអង្គក៏ជាព្រះយើងឃើញវត្តមានរបស់ព្រះវរបិតាដែលព្រះអង្គក៏ជាព្រះហើយយើងឃើញវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គក៏ជាព្រះអង្គទាំង3តែងតែមានវត្តមានជាមួយគ្នាតាំងពីសម័យបង្កើតលោករហូតដល់សម័យបច្ចុប្បន្ននេះក៏ព្រះអង្គធ្វើការរួមគ្នាដែរឥឡូវនេះយើងសិក្សាអំពីព្រះវរបិតាវិញម្ដងតើនរណាគឺជាព្រះវរបិតាក្នុងភាពជាគ្រិស្តសាសនិកយើងជឿថានៅពេលដែលយើងប្រើពាក្យថាព្រះអង្គព្រះនោះគឺជាព្រះដែលមិនចេះសុគតហើយគឺជាព្រះដែលមានអំណាចសពគ្រប់បែបយ៉ាងដូច្នេះតើព្រះវរបិតាដែលគ្រិស្តសាសនិកបានជឿនេះគឺជានរណាហើយព្រះអង្គមានសភាពយ៉ាងណាដើម្បីឆ្លើយទៅនឹងសំណួរនេះយើងមើលនៅក្នុងព្រះគម្ពីរវិវរណៈចំពោះ4ខ11បានសម្ដែងថាអោព្រះអង្គម្ចាស់ជាព្រះនៃយើងរាល់គ្នាអើយទ្រង់គួរនឹងទទួលសិរីល្អកតនាមនិងព្រះចេស្តាត្បិតទ្រង់បានបង្កើតរបស់សពសារពើមកហើយគឺដោយបំណងព្រះទ័យរបស់ទ្រង់ហើយដែលរបស់ទាំងនោះបានកើតមកហើយនៅមានផងពាក្យថាព្រះអង្គព្រះនេះគឺព្រះអង្គមានអំណាចបង្កើតសពសារពើបានបើសិនជាព្រះអត់មានអំណាចបង្កើតសពសារពើបានទេនោះបានន័យថាមិនមែនជាព្រះទេអានេះគឺជាអ្វីដែលគ្រិស្តសាសនិកបានជឿអានេះគឺនិយាយអំពីព្រះដ៏ជាព្រះវរបិតាឥឡូវយើងមើលពីចរិតលក្ខណៈរបស់ព្រះវរបិតាដែលយើងជឿនេះតើព្រះអង្គមានចរិតលក្ខណៈបែបណាចំពោះមនុស្សជាតិព្រះគម្ពីរយូហានចំពុក3ខ16បានបង្ហាញពីចរិតរបស់ទ្រង់គម្ពីរបានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានរាជបុត្រាទ្រង់តែមួយដើម្បីអស់អ្នកណាដែលជឿដល់រាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញចរិតលក្ខណៈរបស់ព្រះគឺមានសេចក្តីស្រឡាញ់គម្ពីរបានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះព្រះមានសេចក្តីស្រឡាញ់បន្ទាប់មកព្រះអង្គបានបញ្ជូនរាជបុត្រារបស់ព្រះអង្គឲ្យមកសុគតព្រោះតែអំពើបាបរបស់យើងតិចទៀតយើងនឹងសិក្សាអំពីព្រះយេស៊ូវសិក្សាអំពីព្រះរាជបុត្រានឹងឯងដូច្នេះចរិតលក្ខណៈរបស់ព្រះវរបិតាព្រះអង្គមានសេចក្តីស្រឡាញ់ព្រះអង្គស្រឡាញ់មនុស្សលោកហើយសុខចិត្តបូជាអ្វីដែលព្រះអង្គស្រឡាញ់បំផុតគឺបុត្ររបស់ព្រះអង្គឲ្យមកសុគតជំនួសអំពើបាបរបស់មនុស្សមានចំណុចច្រើនទៀតដែលយើងនឹងសិក្សាអំពីព្រះប៉ុន្តែក្នុងមេរៀននេះយើងរៀនត្រួសឲ្យបងប្អូនមានគំនិតតាក់ទងទៅនឹងអ្វីដែលគ្រិស្តសាសនិកបានជឿគឺបែបហ្នឹងឥឡូវនេះយើងសិក្សាអំពីព្រះដ៏ជាព្រះរាជបុត្រាវិញម្ដងដែលយើងតែងប្រើពាក្យថាព្រះដ៏ប្រោះលោះហេតុអ្វីបានយើងប្រើពាក្យថាព្រះដ៏ប្រោះលោះពីព្រោះព្រះអង្គនេះបានយាងមកពីឋានសួគ៌ហើយចាប់កំណើតជាមនុស្សសុគតដោយព្រោះតែអំពើបាបរបស់មនុស្សពីព្រោះព្រះគម្ពីរបានសម្ដែងថាត្បិតឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់មនុស្សយើងបានប្រព្រឹត្តបាបជាមួយនឹងព្រះហើយសេចក្តីស្លាប់បានចូលមកក្នុងលោកីយ៍នេះនឹងឈ្នួលនៃអំពើបាបនោះគឺនាំឲ្យមានសេចក្តីស្លាប់ដើម្បីដោះមនុស្សចេញពីសេចក្តីស្លាប់លុះត្រាតែព្រះអង្គមកសុគតជួសបាបមនុស្សនឹងឯងតើព្រះយេស៊ូវនេះទ្រង់មានវត្តមាននៅឯណានៅពេលដែលព្រះបង្កើតភពផែនដីនេះឡើងនៅពេលដែលព្រះបង្កើតរបស់សពសារពើលើផែនដីនេះឡើងបងប្អូនអាចជានឹងភ្ញាក់ផ្អើលនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1ដល់ខ3បានសម្ដែងអំពីវត្តមានរបស់ទ្រង់គម្ពីរបានចែងថាកាលដើមដំបូងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងគឺជាព្រះទ្រង់គង់នៅជាមួយនឹងព្រះតាំងពីដើមមកគ្រប់របស់ទាំងអស់កើតមកដោយសារទ្រង់ហើយក្នុងបណ្ដារបស់ដែលបានកើតទាំងប៉ុន្មាននោះគ្មានអ្វីដែលកើតក្រៅពីទ្រង់ទេព្រះយេស៊ូវបានមានវត្តមានជាមួយនឹងការបង្កបង្កើតដែលព្រះបានបង្កើតតាំងពីដំបូងឡើយបងប្អូនចាំបានទេមុននឹងខ្ញុំបាននិយាយថានៅពេលដែលព្រះបង្កើតលោកព្រះគម្ពីរលោកុបាទចំពុក1ខ1ខ2ខ3កាលដល់ដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីភាសាដើមកាលដល់ដំបូងឡើយព្រះបានបង្កើតឋានសួគ៌និងផែនដីបន្ទាប់មកយើងអានតមកទៀតយើងឃើញថាព្រះវិញ្ញាណរបស់ព្រះក៏រេរានៅលើផ្ទៃទឹកហើយទ្រង់មានព្រះបន្ទូលថា
ព្រះបន្ទូលនេះឯងដែលកត់ត្រានៅក្នុងព្រះគម្ពីរយូហានចំពុក1ខ1ដល់ខ3ដែលខ្ញុំអានអំបញ្ញមិញនេះព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមហើយគង់នៅជាមួយនឹងយើងរាល់គ្នាព្រះបន្ទូលនោះគឺជាព្រះបន្ទូលនោះក្រោយមកក៏ត្រឡប់ទៅជាសាច់ឈាមយើងអាននៅក្នុងខ14ទៀតព្រះបន្ទូលត្រឡប់ជាសាច់ឈាមនេះចង់សំដៅទៅលើព្រះបន្ទូលដែលចាប់កំណើតជាមនុស្សកាលពីជាង 2000 ឆ្នាំមុនដែលអង្គទ្រង់គឺជាព្រះយេស៊ូវនឹងឯងដូច្នេះសង្ឃឹមថាបងប្អូនយល់អំពីវត្តមានរបស់ព្រះយេស៊ូវថាព្រះអង្គកើតមកពីណាព្រះអង្គគឺជាព្រះដែលចាប់កំណើតមកជាមនុស្សលួសបាបយើងរាល់គ្នានឹងឯងអញ្ចឹងហើយបានជាមានសំណួរជាច្រើនថាបើសិនជាព្រះយេស៊ូវជាព្រះមែនហេតុអីបានជាព្រះអង្គកើតក្រោយព្រះដតីទៀតនេះទៅកើតក្រោយព្រះពុទ្ធឬក៏កើតក្រោយព្រះដតីទៀតហើយហេតុអីបានជាព្រះអង្គត្រូវស្លាប់បើសិនជាព្រះអង្គជាព្រះមែនអញ្ចឹងអានឹងគឺជាចម្លើយសម្រាប់បងប្អូនអ្នកគ្នាព្រះអង្គមានវត្តមានយូរហើយប៉ុន្តែដោយសារតែសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្សទ្រង់បានយកកំណើតជាមនុស្សហើយកើតនៅលើភពផែនដីលុះអំពើបាបយើងរាល់គ្នាហេតុអីបានជាព្រះអង្គក្លាយជាមនុស្សក្នុងព្រះគម្ពីររ៉ូមចំពុក4ខ25បានសម្ដែងថាដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោសដោយព្រោះអំពើរំលងរបស់យើងរាល់គ្នាហើយបានប្រោះឲ្យមានប្រជញ្ញរស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតព្រះគម្ពីររ៉ូមចំពុក4ខ25ឃើញទេទ្រង់ត្រូវគេបញ្ជូនឲ្យទៅមានទោសដោយព្រោះតែអំពើរំលងអំពើបាបរបស់យើងទ្រង់ត្រូវគេបញ្ជូនទៅមានទោសហើយកាត់ទោសប្រហារជីវិតដោយព្រោះតែអំពើបាបរបស់យើងក្រោយមកព្រះបានប្រោះឲ្យទ្រង់រស់ឡើងវិញប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិតដូច្នេះខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ថាព្រះយេស៊ូវជានរណាហេតុអីបានជាព្រះអង្គស្លាប់ហេតុអីបានជាព្រះអង្គសូកុតហេតុអីបានជាព្រះអង្គកើតជាមនុស្សហើយបន្តទៀតនោះគឺថាតើពេលនេះព្រះយេស៊ូវព្រះអង្គនៅឯណាហើយទ្រង់កំពុងធ្វើអីបងប្អូនចង់ដឹងទេនៅក្នុងព្រះគម្ពីរហេព្រើរជំពូក8ខ1ដល់ខ2បានសម្ដែងថារីឯដែលបង្រួមសេចក្តីអធិប្បាយទាំងប៉ុន្មានអំបញ្ញមិញនេះនោះគឺថាយើងរាល់គ្នាមានសម្ដេចសង្ឃមួយអង្គយ៉ាងនោះដែលទ្រង់គង់នៅខាងស្ដាំបល្ល័ង្កឫទ្ធានុភាពនៅឋានសួគ៌ជាអ្នកមានការងារក្នុងទីបរិសុទ្ធហើយក្នុងរោងបរិសុទ្ធដ៏ពិតដែលព្រះអង្គម្ចាស់បានដំឡើងមិនមែនជាមនុស្សទេដូច្នេះព្រះអង្គនៅណាបច្ចុប្បន្ននេះព្រះយេស៊ូវព្រះអង្គនៅឋានសួគ៌ព្រះអង្គធ្វើអីព្រះអង្គនៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គកំពុងតែធ្វើការសម្រាប់យើងរាល់គ្នានៅក្នុងព្រះគម្ពីរយូហានជំពូក14បានសម្ដែងថាខ្ញុំទៅរៀបចំកន្លែងឲ្យអ្នករាល់គ្នាបើខ្ញុំទៅរៀបចំកន្លែងអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកយកអ្នករាល់គ្នាទៅឯខ្ញុំទៅឯកន្លែងដែលខ្ញុំបានរៀបចំឲ្យអ្នករាល់គ្នានេះគឺជាសេចក្តីសន្យាដែលព្រះយេស៊ូវបានសន្យាជាមួយនឹងពួកសាវកហើយនឹងជាមួយនឹងពួកអ្នកដែលជឿព្រះអង្គចឹងហើយបានជាអ្នកដែលជឿលើព្រះយេស៊ូវគេមានសេចក្តីជំនឿជឿថាព្រះយេស៊ូវនឹងយាងត្រឡប់មកវិញជំនុំជម្រះភពផែនដីនេះហើយយកអ្នកដែលជឿព្រះអង្គទៅឋានសួគ៌សង្ឃឹមថាបងប្អូននឹងយល់ឥឡូវនេះយើងសិក្សាអំពីព្រះវិញ្ញាណបរិសុទ្ធវិញម្ដងនៅពេលដែលព្រះយេស៊ូវទ្រង់ទៅឋានសួគ៌ទ្រង់បានសន្យាថាទ្រង់នឹងប្រទានអង្គជំនួយមួយអង្គឲ្យមកនៅស្និទ្ធជាមួយនឹងអ្នកដែលជឿព្រះនឹងឯងព្រះអង្គនឹងឯងដែលហៅថាព្រះវិញ្ញាណបរិសុទ្ធដូច្នេះតើព្រះវិញ្ញាណបរិសុទ្ធដើរតួនាទីអ្វីនៅក្នុងការយល់ដឹងអំពីសេចក្តីពិតរបស់យើងព្រះអង្គដើរតួនាទីយ៉ាងណាសូមមើលនៅក្នុងព្រះគម្ពីរយូហានចំពុក14ខ26បានសម្ដែងថាតែព្រះដោយជាជំនួយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់មកដោយនៅឈ្មោះខ្ញុំទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្តីទាំងអស់ក៏នឹងរំលឹកពីគ្រប់ទាំងសេចក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរដូច្នេះតើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីយ៉ាងណាព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះវិញ្ញាណដែលព្រះវរបិតាបានចាត់មកដោយនៅឈ្មោះរបស់ព្រះយេស៊ូវហើយនឹងបង្រៀនយើងរាល់គ្នាពីគ្រប់សេចក្តីទាំងអស់រំលឹកយើងរាល់គ្នាពីគ្រប់សេចក្តីទាំងអស់ព្រះអង្គនឹងហើយដែលបង្រៀនយើងរាល់គ្នានៅពេលដែលយើងសិក្សាព្រះបន្ទូលរបស់ព្រះគ្រិស្តសាសនិកបានជឿថាព្រះវិញ្ញាណបរិសុទ្ធធ្វើការចំពោះអ្នកដែលអធិដ្ឋានទៅកាន់ព្រះអង្គចំពោះអ្នកដែលបន្ទាបខ្លួនហើយអានព្រះបន្ទូលរបស់ព្រះអង្គដូច្នេះរាល់ពេលដែលយើងអានព្រះបន្ទូលឬក៏ស្ដាប់ព្រះបន្ទូលខ្ញុំសូមនាំពោលបងប្អូនអធិដ្ឋានខ្លីអធិដ្ឋានទូលសូមអោព្រះអង្គឲ្យសូមព្រះអង្គពន្យល់ដល់ទូលបង្គំពីព្រោះអីព្រះគម្ពីរនេះព្រះអង្គជាអ្នកសរសេរ
គេដូច្នេះនៅពេលយើងអធិដ្ឋានដោយបន្ទាបខ្លួនព្រះវិញ្ញាណដែលធ្វើការនៅក្នុងចិត្តរបស់យើងនឹងឲ្យយើងយល់អំពីព្រះបន្ទូលនឹងដូច្នេះតើព្រះអង្គដើរតួជាជំនួយយ៉ាងណាទៀតដល់យើងរាល់គ្នាមើលនៅក្នុងព្រះគម្ពីរកូរិនថូសទី1ចំពុក12ខ11បានសម្ដែងថាតែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯងដែលធ្វើគ្រប់ការទាំងនោះទាំងចែកដល់គ្រប់គ្នាដោយមុខផងតាមដែលព្រះសពប្រាតីត្រង់ខនេះបានប្រាប់យើងរាល់គ្នាថាគឺជាព្រះវិញ្ញាណបរិសុទ្ធនោះឯងដែលព្រះអង្គបានធ្វើគ្រប់ការទាំងអស់ហើយចែកអំណោយទានដល់យើងរាល់គ្នាអំណោយទានមានន័យថានៅស្រុកខ្ញុំគេហៅថាមានដងយើងពូកែខាងអីមួយភាសាអ្នកដែលជឿទៅលើព្រះយេស៊ូវគេប្រើពាក្យថាអំណោយទានមានន័យថាអ្នកខ្លះគាត់ពូកែខាងលក់ដូរអ្នកខ្លះគាត់ពូកែខាងនិយាយអ្នកខ្លះគាត់ពូកែខាងបង្រៀនអ្នកខ្លះគាត់ពូកែខាងរស់ស៊ីទាំងអស់ហ្នឹងគេហៅថាអំណោយទានដូច្នេះសរុបសេចក្តីមកវិញគ្រិស្តសាសនិកបានជឿថាព្រះគឺតែមួយអង្គប៉ុណ្ណោះប៉ុន្តែព្រះអង្គមានសន្តានផ្សេងគ្នាយើងមានព្រះវរបិតាយើងមានព្រះរាជបុត្រាហើយយើងមានព្រះវិញ្ញាណបរិសុទ្ធទាំង3នេះគឺរួមគ្នាតែមួយដូច្នេះយើងមិនជឿថាព្រះអង្គគង់នៅកន្លែងផ្សេងគ្នាហើយឆ្លោះគ្នាទៅតាមអំណាចនោះទេយើងអត់ជឿបែបនោះទេព្រះអង្គ3អង្គប៉ុន្តែព្រះអង្គមានចរិតលក្ខណៈដូចគ្នាព្រះអង្គអស់កលជានិច្ចបានន័យថាមិនមាននរណាបង្កើតព្រះនោះទេពីព្រោះបើសិនជាមាននរណាអ្នកបង្កើតព្រះបានន័យថាអ្នកដែលបង្កើតព្រះនោះខ្លាំងជាងព្រះទៀតអញ្ចឹងយើងជឿថាព្រះអង្គមានវត្តមានដោយឯងមិនមាននរណាបង្កើតទេនិយាយបែបហ្នឹងពិបាកយល់បន្តិចសូម្បីតែខ្ញុំក៏ពិបាកយល់ហើយនៅពេលដែលយើងទៅឋានសួគ៌យើងសួរព្រះទាំងអស់គ្នាព្រោះគ្មាននរណាយល់ទេអំពីរឿងនេះហេតុអីកើតឯងហ្នឹងដោយរបៀបណាវាមិនអាចទៅរួចប៉ុន្តែវាអាចទៅរួចវាមានពិតមែនក្រោយមកទៀតព្រះអង្គអស់កលជានិច្ចព្រះអង្គអមតៈបានន័យថាព្រះអង្គមិនចេះសុគតបើព្រះអង្គចេះសុគតឬក៏ស្លាប់នោះមិនមែនជាព្រះនោះទេក្រោយមកយើងឃើញថាព្រះអង្គមានអំណាចសពគ្រប់បែបយ៉ាងគឺព្រះអង្គមានអំណាចរបស់ដែលយើងមើលឃើញហើយនឹងមើលមិនឃើញសុទ្ធតែត្រូវបានបង្កើតឡើងដោយសារព្រះទាំង3អង្គនឹងឯងតែព្រះអង្គគឺតែមួយអង្គស្ដាប់ទៅពិបាកយល់ប៉ុន្តែបើយើងកុំយកគំនិតចំណេះដឹងខាងលោកីយកមកយល់យើងនឹងយល់បើយើងពឹងទៅលើចំណេះដឹងខាងលោកីយើងយកមកយល់ហើយយើងយកមកយល់អំពីព្រះប្រកបណាយើងមិនអាចយល់អំពីព្រះបានទេដូច្នេះសង្ឃឹមថាបងប្អូនអ្នកគ្នានឹងបានយល់អំពីមេរៀនមួយនេះសង្ឃឹមថាមេរៀនមួយនេះបានជាប្រយោជន៍ដល់បងប្អូនអ្នកគ្នាជាចំណេះដឹងបន្តិចបន្តួចទាក់ទងទៅនឹងធម្មជាតិរបស់ព្រះនៅក្នុងគ្រិស្តសាសនាដែលគ្រិស្តសាសនិកបានជឿសូមអរគុណច្រើនជួបគ្នានៅមេរៀនក្រោយសូមព្រះប្រទានពរ